សួស្តីប្រិយមិត្តទាំងអស់គ្នាបាទសង្ឃឹមថាសុខសប្បាយបាទដោយសារតែថ្ងៃនេះបាទបានទទួលរឿងមួយពីប្អូនប្រុសបាទអ្នកខាងកផែតកំពង់ចាមណាហើយគាត់និយាយពីរឿងជីវិតរបស់គាត់ហ្នឹងគឺដោយសារតែប្រពន្ធរបស់គាត់ផិតគាត់បាទប្រពន្ធគាត់ហ្នឹងលួចទៅមានចំហាយឬក៏ហៅថាសហាយស្មន់ណាហើយគាត់នៅកំពង់ចាមហើយដោយសារតែគាត់ហ្នឹងគឺជាអ្នកដែលដើរបាទរស់ស៊ីសុកឆ្ងាយបាទគាត់ខាងដីឡូណាគាត់លក់ខាងដីឡូលេអីចឹងណាគាត់ដើរជាមួយក្រុមហ៊ុនរបស់គាត់ដល់88ដល់បាទកំពង់ស្ពឺដល់បាត់ដំបងហើយប្រពន្ធរបស់គាត់នៅខាងកំពង់ចាមអញ្ចឹងណាហើយគាត់បែកផ្ទះហើយគាត់អត់បាននៅមួយឪពុកម្ដាយទេគាត់បែកផ្ទះហើយតែគាត់នៅតែគ្រួសាររបស់គាត់បាទបែកពីគ្រួសារហ្នឹងជាយូរណាស់មកហើយរឿងនេះជារឿងដែលយូរហើយកើតនៅក្នុងឆ្នាំ2020ហ្នឹងហើយប្អូនប្រុសបុតគាត់បានប្រាប់ពីរឿងរបស់គាត់ហ្នឹងគឺពេលដែលក្នុងឆ្នាំ2020បាទអំឡុងពេលខែ5បាទរឿងហ្នឹងគឺបែកនៅខែ5តែជាមួយខែទេមួយខែដោយសារតែគាត់ចូលឆ្នាំចប់ហ្នឹងគឺគាត់មកលក់បាទដីឡូឲ្យក្រុមហ៊ុនមេរបស់គាត់នៅខាងខេត្តបាត់ដំបងអញ្ចឹងក្រោយពីចូលឆ្នាំចប់ហ្នឹងប្រពន្ធគាត់ហ្នឹងនៅផ្ទះមើលកូនធម្មតាហើយកូនតូចបាទវ័យប្រហែលជាខ្ទង់6 7ឆ្នាំដែរទេតែប្រពន្ធគាត់ស្អាតបាទនិយាយថាប្រពន្ធគាត់ស្អាតហើយគាត់ហ្នឹងគឺមកឈឹងហើយគាត់ខតាមឆាតតាមអីហើយប្រពន្ធគាត់ក៏មានឆាតលេងជាមួយគាត់អញ្ចឹងរឿងដំបូងហ្នឹងវាបែកដោយសារតែបាទឆាតរបស់ប្រពន្ធរបស់គាត់ត្រូវបានគាត់ hack បានណាគាត់ hack ណាគាត់ hack គេហៅថាលួចចូលបានដោយសារតែប្តីរបស់គាត់ឆ្លាតដែរបុតឆ្លាតដែលគាត់ចេះបាទគាត់ចេះក្បួនក្បាច់អ្នក hacker អញ្ចឹងណាហើយក៏តាមប្រពន្ធគាត់តន់ណាហើយដំបូងឡើយក៏មិនដឹងទេគឺដោយសារតែពេលដែលគាត់ឡើងទៅមុនចូលឆ្នាំហ្នឹងបាទឆ្នាំ2020ហ្នឹងគឺគាត់ប្រពន្ធគាត់ផ្លែកច្រើនមានតែប្រពន្ធគាត់អត់សូវនៅផ្ទះទេគាត់ចូលចិត្តសុំប្តីគាត់ដើរលេងអញ្ចឹងទៅបាទបើមិនដឹងដើរក្នុងន័យអីទៅណាហើយគាត់ហ្នឹងក៏មិនបានចាប់អារម្មណ៍ដែរបាទហើយគាត់ក៏មិនសូវឲ្យប្រពន្ធគាត់ឬប្តីគាត់ឆែកទូរស័ព្ទឯងមានថាពួកគាត់ទាំងពីរហ្នឹងគឺឯករាជ្យទាំងពីរហ្មងបាទបន្ទាប់ពីគាត់មកបាទគាត់ hack ទៅគាត់ឃើញបរិះម្នាក់ឆាតបងអូនជាមួយនឹងគាត់អញ្ចឹងណាហើយគាត់ក៏មិនបានចាប់អារម្មណ៍ដែរដោយសារគាត់តាមដានសិនព្រោះសារអត់បានចាប់ទេគាត់នៅយើងក្នុងន័យហ្នឹងស្រាប់តែគាត់ឆាតទៅគាត់ឃើញរូបមួយបាទរូបហ្នឹងគឺបរិះហ្នឹងគាត់ផ្ញើមកក្នុងឆាតរបស់ពុនគាត់ហ្នឹងឯងគឺបាទឃើញរូបដូចអោបគ្នាបាទនៅលើក្រែណាបំនឹងក្រែហ្នឹងនៅណាហើយតែផ្ញើមកពុបប្តីក៏ក្តៅឈ្មោះបុតក៏ក្តៅបាទហើយបន្តមកក៏អត់ថៃទៀតដោយសារអីគាត់គិតថាវាយើងទៅនិយាយពីចម្ងាយក៏វាមិនកើតដែរបាទអញ្ចឹងគាត់ក៏មកផ្ទះវិញណាហើយមកផ្ទះវិញហ្នឹងគឺគាត់ធ្វើមិនដឹងលឺអញ្ចឹងទៅហើយប្រពន្ធគាត់ក៏មិនដឹងដែរបាទអត់ដឹងទេហើយពេលហ្នឹងគឺប្តីគាត់សុំបាទបុតសុំទូរស័ព្ទប្រពន្ធដើម្បីឆែកដូចជាយើងខ្ចីខជាអញ្ចឹងតែប្រពន្ធក៏អត់ឲ្យទេអត់ឲ្យបណ្ដោយបាទហើយប្តីក៏សួរឲ្យបុតក៏សួរថាកាត់អីបាទមិនឲ្យដោយសារទូរស័ព្ទខ្ញុំចេះខ្ញុំចង់បានចេះអញ្ចឹងណាហើយដល់ពេលប្រពន្ធគាត់លេះនោះលេះបាទឆ្វេងស្ដាំលិចកើតជើងត្បូងរហូតអញ្ចឹងទៅហើយស្រាប់តែម៉ោងប្រហែលជា8យប់បាទក៏បរោះនឹងខមកហើយក្នុងពេលហ្នឹងគឺប្រពន្ធគាត់ទៅមុជទឹកហ្នឹងហើយពេលហ្នឹងក៏ទទួលទៅក៏បរោះម្នាក់ដែលគាត់ខមកសួរថាបរោះហៅថាបងឯណាគេអញ្ចឹងណាអញ្ចឹងទៅហើយបុតក៏សួរវិញថាគាត់ណាគេឲ្យគាត់ខមកធ្វើអីដល់ពេលបន្តមកទៀតក៏បរោះក៏សួរថាអូខ្ញុំខទៅសង្សារខ្ញុំដល់ពេលបុតក៏ឆ្លើយថាអញ្ចឹងសង្សារបងឯងអីឈ្មោះអីអញ្ចឹងណាដល់ពេលខាងប្រុសថានេះឈ្មោះនេះអញ្ចឹងទៅដល់ពេលបុតក៏ឆ្លើយថាហើយប្រពន្ធខ្ញុំហ្នឹងដល់ប្រពន្ធខ្ញុំហ្នឹងហើយក្នុងពេលហ្នឹងគឺបរោះម្នាក់ហ្នឹងសង្ហាហើយសង្ហាហ្នឹងគឺបិទទៅវិញនឹងលឿនមែនតើហើយក្នុងពេលហ្នឹងគឺពេលដែលប្រពន្ធគាត់ចេញពីបាទបន្ទប់ទឹកវិញណាគឺបុតក៏ប្រាប់នេះខំមកចេះដល់ពេលក្នុងពេលហ្នឹងគឺបាទប្រពន្ធរបស់គាត់បែកញើសខ្ចាយបាទហើយនិយាយអត់ដេបដប់ណាលក្ខណៈដូចលាក់អញ្ចឹងណាហើយក្នុងពេលហ្នឹងក៏បុតក៏ប្រាប់គាត់សួរតាមត្រង់អីតាមត្រង់អញ្ចឹងទៅបាទតាមត្រង់អញ្ចឹងទៅណាហើយប្រពន្ធគាត់នឹងបែកញើសខ្ចាយនិយាយមិនចេញគាំងស្ដោកហ្មងណាគាំងស្ដោកហ្មងនិយាយចេញមិនដោយសារវាបែកងាងវល់ពេញហ្នឹងហើយណាហើយដល់ពេលអញ្ចឹងទៅប្រពន្ធគាត់នឹងក៏បានបាទសារភាពហើយបាទសារភាពណាថាគាត់នឹងបានតាក់ទងជាមួយបរិះពេលដែលប្តីគាត់អត់នៅបាទប្រពន្ធក៏ចិត្តល្អដែរណាហើយដោយសារតែប្តីល្អដែរអញ្ចឹងក៏ប្រពន្ធគាត់ក៏សារភាពហើយគាត់ថាគាត់អត់សមជាមួយបងឯងទេណាអញ្ចឹងទៅគាត់ក៏សារភាពកុំឲ្យកុហកកុំឲ្យខូចចិត្តអញ្ចឹងណា
ហើយក្នុងពេលហ្នឹងគឺគាត់ប្រាប់ថាគាត់សួរលេខកើតជើងត្បូងថាបានដេកគ្នាអត់ទេដល់ពេលប្រពន្ធគាត់ឆ្លើយថាបាន3 ដងទៀតយ៉ាមិនថារយៈពេលតែប្រហែលខែសោះបាន3 ដងបានដេកមួយគ្នាទៀតណាមិនធម្មតាហើយក្នុងពេលហ្នឹងគឺបុតអូយខូចចិត្តមែនទែនបាទប្រពន្ធសាហាយគាត់ថានិយាយមិនចាញ់ណាគាត់និយាយចាញ់ទេគាត់ខឹងគាត់ស្ដីគាត់ថាមិនថាវាអស់ពាក្យនិយាយបងប្អូនបើសិនជាបងប្អូនបានស្ដាប់គាត់និយាយវាថាឈឺចាប់បាទហើយគាត់ខំរលុយបាទចិញ្ចឹមកូនចិញ្ចឹមគ្រួសារផ្ដល់សុភមង្គលការហូបចុកស្លៀកពាក់ឡើងមកអែមបាទតែប្រពន្ធរបស់គាត់នឹងបែរជាអញ្ចឹងទៅវិញហើយប្រពន្ធរបស់គាត់ធ្វើអីនៅផ្ទះមើលតែកូនបាទថែតែផ្ទះបាទនិយាយចំទៅអត់មានលក់ដូរអត់មានទាំងអស់គឺនៅតែផ្ទះស្អាតអញ្ចឹងការតនេពេកណាដល់ពេលបុតគាត់ថាមកពីអូនតនេពេកដល់ពេលអូនតនេពេកអូនមានពេលវេលាទៅឆាតញ៉ែដើរលេងទៅខ្សែគប់ជាមួយមិត្តមិនល្អអញ្ចឹងផ្សេងទៅដល់ស្គាល់រហូតដល់បានអីចឹងទៅពេលដែលគាត់និយាយគ្នាចប់បាទបុតជាមួយនឹងប្រពន្ធណាក៏ចប់សពគ្រប់ទៅក៏ហ្នឹងហើយពួកគាត់ក៏មិនមានអីដែលជាចងកម្មអីទៀតដែរហើយបុតក៏មិនរករឿងប្រពន្ធដែរហើយប្រពន្ធហ្នឹងក៏គាត់ពាក្យតែមួយគឺហៅថាពាក្យថាសុំទោសតែសុំទោសហ្នឹងគឺលក្ខណៈថាដូចជាមិនអស់ចិត្តណាហ្នឹងហើយស្រាប់តែពេលកន្លងមកហ្នឹងគឺបុតគាត់អត់លើកលែងទេដោយសារវាហួសហេតុពេកបើយើងទៅញ៉ែធម្មតាវាមិនអីទេរហូតដល់បានដេកជាមួយគ្នាណាគឺវាមិនធម្មតាវាសាហាវពេកអញ្ចឹងក៏ពួកគាត់សម្រេចលែងលះគ្នាបាទហើយប្រាប់ម៉ែប្រាប់ឪម៉ែឪនិយាយពីម៉ែឪខាងស្រីនេះខឹងដល់ក៏ខឹងកូនស្រីខ្លួនឯងហ្នឹងហើយខាងបុតនេះក៏អត់ដឹងរឿងទេហើយគាត់ថាសុំតែអាសមាជីវោទៅហើយកូនហ្នឹងខាងបុតក៏អ្នកយកហើយប្រពន្ធហ្នឹងក៏គាត់បាទលែងគ្នាគាត់ទៅបាទពេលគាត់ទៅហ្នឹងមួយរយៈហ្នឹងដូចជាមិនដល់កន្លះខែទេបាទប្រុសដែលគាត់ចិញ្ចឹមគាត់ឬគាត់ចិញ្ចឹមគេហ្នឹងណាគឺទទួលគាត់ទៅហ្នឹងហើយបុតក៏បាននិយាយដែរថាអូនយកគេយកស្មោះកុំយកឲ្យលុយលាក់ឲ្យតមានមួយទៀតអញ្ចឹងមនុស្សស្រីវាមានច្រើនកលៈអញ្ចឹងវាមានខុសគ្នាបាទមានខុសគ្នាច្រើនកតេអប់រំនៅក្នុងរឿងវាខ្លីនៅកតុយបាទមនុស្សប្រុសទោះជាមានស្រីប៉ុណ្ណាក៏មិនដែលចោលប្រពន្ធដែរតែគាត់ថាមនុស្សប្រុសវាមានច្រើនហើយវាលែងចោលលឿនបាទចិញ្ចឹមហើយក៏គេចិញ្ចឹមប្រពន្ធដែរហើយក៏អត់ដែលចោលប្រពន្ធដែរបាទប៉ុន្តែអ្វីដែលមានប្រាប់នោះគឺមនុស្សស្រីបើសិនជាគាត់ហ៊ានតែផិតរៀនតែសហាយអីតិចតួចគឺពួកគាត់ចោលប្តីដែរបាទគាត់ចោលប្តីព្រោះគាត់អាម៉ាស់បាទមនុស្សដែលគាត់អស់ខ្លួនអស់ប្រាណដោយសារអីដោយសារប្រុសផ្សេងហើយគឺគាត់អាម៉ាស់ប្តីរបស់គាត់ខ្លាំងណាស់អញ្ចឹងគាត់មានតែជំរឿសមួយហ្នឹងហើយគឺគាត់មានតែចោះចាញ់ឬក៏ទៅបាត់បាទហើយអត់មានវិលក្រោយទេនឹងគឺប្រភេទមនុស្សស្រីអញ្ចឹងរឿងនេះគឺគតិច្រើនមែនតើដើម្បីចែកម្លែងសង្ឃឹមថាបងអូនស្រីគិតសារឡើងវិញណាគិតសារឡើងវិញកុំឲ្យមានឲ្យសោះ